ប៉ុន្តែក្រោយពីពិធីទទួលមុននឹងលោកសឡុតសចេញពីហាណូយត្រឡប់មកផ្ទះវិញតាមផ្លូវលោកហូជីមិញលោកលេយុនសូមជួបដើម្បីនិយាយគ្នាពីបញ្ហាយោធាពីព្រោះវាក្រោយរដ្ឋប្រហារ70ហើយវាមានបញ្ហាថ្មីហើយសង្គ្រាមកើតសង្គ្រាមវៀតណាមវាហៀចូលដល់ស្រុកខ្មែរហើយឆាប់ចេះដល់ស្រុកខ្មែរហើយលោកលេយុនចង់ដឹងថានៅស្រុកខ្មែរនោះខាងកម្មាភិបាលដឹកនាំខាងត្បូងវៀតណាមបានជួបលោកនួនជាសូមឲ្យបង្កើតសូមឲ្យមានការសហការគ្នាខាងយោធាលោកនួនជាមុនវងលោកមិនព្រមទេលោកបដិសេធប៉ុន្តែវៀតណាមគេថាបើមិនព្រមគេនៅតែចូលអញ្ចឹងលោកនួនជាលោកទទួលគោលការណ៍សហការគ្នានេះប៉ុន្តែអ្វីចាំសួរមតិលោកសឡុតសសិនឥឡូវលោកលេយុនចង់ជួបលោកសឡុតសដើម្បីដឹងមតិពីលោកសឡុតសអំពីការចាត់តាំងគណៈបញ្ជាការចម្រុះវៀតណាមកម្ពុជាលោកសឡុតសទី1លោកកិច្ចលោកខាងការដែលលោកចេញមកពីស្រុកខ្មែរអត់បានគណៈមជ្ឈិមខ្មែរគណៈមជ្ឈិមនិងគណៈចិនត្រៃខ្មែរអត់បានពិភាក្សាគ្នាពីបញ្ហាចាត់តាំងបញ្ជាការរួមឯនឹងទេដូច្នេះពេលនេះលោកឆ្លើយមិនទាន់បានទេជាផ្លូវការលោកឆ្លើយមិនទាន់បានទេចាំតែរត់ទៅស្រុកខ្មែរវិញជជែកគ្នាសិនប៉ុន្តែលោកផ្ដល់មតិខ្លួនលោកថាតាមពិសោធន៍ហួហែមកដែលការចាត់តាំងរួមគ្នានេះមាននាំឲ្យមានទំនាស់ទៅវិញទេវាអត់ចំណេញទេតែថាមានទំនាស់រវាងវៀតណាមនិងខ្មែរវៀតណាមនិងខ្មែរនឹងហើយនេះម្យ៉ាងទៀតបើមានការចាត់តាំងរបៀបអញ្ចឹងប្រជាជនខ្មែរមើលមកឃើញថាការតស៊ូរបស់ខ្មែររណបវៀតណាមទៀតហើយដូចមុនទៀតហើយសម្ដេចពិសេសសម្ដេចស៊ីនូលោកមើលមកឃើញថាកម្លាំងតស៊ូខ្មែររណបវៀតណាមទៀតហើយដូច្នេះអត់ចំណេញដល់នយោបាយទេលោកប៉ុលពតលោកប្រាទៅលេយុនវិញអញ្ចឹងលេយុនធ្វើជាយល់ស្របប៉ុន្តែនៅបញ្ហាច្រើនទៀតដែលពិភាក្សាគ្នាមិនដាច់ទាំងអស់គ្នាយល់ស្របថារួមគ្នាតស៊ូវាយសត្រូវរួមប៉ុន្តែចំពោះលោកសឡុតសលោកយល់ថារួមគ្នាប៉ុន្តែយើងជាប្រទេសពីរដូច្នេះបកពីរកងទ័ពពីររដ្ឋការពីរដាច់គ្នាអធិបតេយ្យភាពពីរឿងឧទាហរណ៍ពីរឿងយោធាលោកយល់ស្របឲ្យកងទ័ពវៀតណាមមកជ្រកនៅលើដីកម្ពុជាយកមានកម្ពុជាជាបង្អែកខាងក្រោយហើយទិញស្រូវអីពីកម្ពុជាតាមការអនុញ្ញាតរបស់ខាងរដ្ឋអំណាចតស៊ូរបស់បកកុម្មុយនីសកម្ពុជាក៏ប៉ុន្តែកងទ័ពវៀតណាមត្រូវទៅវាយត្រូវទៅធ្វើសកម្មភាពនៅខាងទឹកដីវៀតណាមនៅខាងក្នុងទឹកដីកម្ពុជាទាំងការចាត់តាំងកងទ័ពទាំងការចាត់តាំងរដ្ឋអំណាចភូមិឃុំត្រូវជា
អធិបតេយ្យភាពរបស់កម្ពុជាការវាយជាមួយលន់នល់ជាមួយអាមេរិកអីនៅក្នុងទឹកដីកម្ពុជាអានឹងជាភារកិច្ចរបស់កម្ពុជាកុំត្រូវចែកគ្នាឲ្យច្បាស់អញ្ចឹងកុំឲ្យលាយឡំច្បូកច្បល់បញ្ហានេះទៅចែកមិនដាច់វៀតណាមនៅតែតន្តិចទៅដែរប្រទេសទាំង3កម្ពុជាវៀតណាមលាវជាសមរភូមិតែមួយនៅអាហ្នឹងសាមគ្គីគ្នាពាក្យសាមគ្គីនេះវាខុសនៃគ្នាទៅនឹងហ្មងដល់អញ្ចឹងហើយវៀតណាមមិនព្រមគោរពអធិបតេយ្យភាពកម្ពុជាព្រោះសមរភូមិតែមួយវាចេះតែប៉ះទង្គិចគ្នាជាប់ហើយកម្លាំងនឹងវាចេះតែប៉ះទង្គិចគ្នាតជាប់ហើយអានឹងហើយដែលខ្ញុំបានជម្រាបពីដំបូងមកដែលថាតាំងពីមានកម្លាំងវៀតណាមចូលកម្ពុជាថ្ងៃណាមួយមិនដែលបានសុខទេមានការប៉ះទង្គិចគ្នាជាប់ហើយដល់រំដោះហើយក៏កម្ពុជាអត់បានសុខសង្គ្រាមតាំងពីឆ្នាំ75ទៅដែរខែ10ខែ11 75ទៅវាអញ្ចឹងអានឹងខ្ញុំសូមជម្រាបលោកមួយជ្រាបការពិតជាក់ស្ដែងនេះដូច្នេះលោកពលពតយល់ទំនាស់លើទំនាស់ពីមុនទំនាស់ពីរឿងថាកុំអោយតស៊ូអាវុធកុំអោយប៉ះពាល់របបសម្ដេចជានោះពីព្រោះវៀតណាមមិនចង់អំពលរវល់លើសមរភូមិអីផ្សេងទៀតទេពីព្រោះកងទ័ពជើងគោកអាមេរិកមកបោះនៅវៀតណាមខាងត្បូងហើយឥឡូវបានរួមជាមួយសម្ដេចឈីនោះទៅនាំឲ្យពីរឿងបញ្ជាការរួមហើយមិនបញ្ជាការរួមទំនាស់វាអត់ដាច់ហើយទំនាស់លើបញ្ជាការរួមមិនបញ្ជាការរួមលោកលេយុនថាធ្វើដូចជាយល់ហើយបើនៅរឿងសមរភូមិទាំងមូលឬសមរភូមិតែមួយឬសមរភូមិ3សមរភូមិតែមួយឬសមរភូមិ3ឬសមរភូមិខាងលាវគេតែមួយជាមួយវៀតណាមយើងមិនដឹងទេប៉ុន្តែខាងកម្ពុជាវិញសមរភូមិ2ដាច់ពីគ្នាអានេះគេមិនយល់អញ្ចឹងតែសាមគ្គីគឺថាសមរភូមិតែមួយដូច្នេះកន្ទុយនឹងវាជាប់អញ្ចឹងហ្នឹងហើយដែលខ្ញុំចង់ជម្រាបខ្ញុំនិយាយវែងបន្តិច